បើកហាងបោកអ៊ុតដោយមិនចាំបាច់មានមនុស្សនៅនឹងឯងហើយក្នុងមួយឆ្នាំអាចរកចំណូលបានដល់$200,000ប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់បើកអាជីវកម្ម franchise ទាក់ទងមក franchise Asia បន្ថែមប្រសិនបើអ្នកចង់បានព័ត៌មានអ្នកទាំងអស់គ្នាមែនតើទៅការបើកកន្លែងបោកខោអាវគឺជាចំណូលលាក់មុខមួយដែលពួកយើងមើលអត់ឃើញទេនៅប្រទេសយើងនៅពេលដែលយើងបើកកន្លែងបើកអ៊ុតមួយគឺមានបុគ្គលិកបោកបុគ្គលិកអ៊ុតបុគ្គលិកហាលបុគ្គលិកមើលម៉ាស៊ីនអង្គុយចាំនឹង24ម៉ោងចាំយកលុយចាំអាប់លុយមកចប់ហ្មងប៉ុន្តែនៅស្រុកគេតាំងពីឆ្នាំ1907មក business បោកអ៊ុតនេះវាឡើងខ្លាំងមែនទែនរហូតដល់ឥឡូវនេះនៅក្នុងឆ្នាំ2016ប្រទេសអាមេរិករកលុយបានសរុប$216 billionជាមួយនឹងអាខ្សែបោកអ៊ុតនេះហើយមានន័យថាវិស័យបោកអ៊ុតនេះវារកលុយចូលបានច្រើនមែនទែនក្នុងមួយសាខាគេអាចរកលុយចូលរហូតដល់$200,000ចំណេញសុទ្ធអ្នកទាំងអស់គ្នាប៉ុន្តែគេអត់បោកអ៊ុតដូចយើងទេគេបោកអ៊ុតសម័យថ្មីមានន័យថាម៉េចគេមានម៉ាស៊ីនអ្នកខ្លះម៉ាស៊ីនគេ invest គេចំណាយវិនិយោគទៅលើកន្លែងបោកអ៊ុតនោះរហូតដល់$1,000,000ឬអ្នកខ្លះគេចំណាយតែ$7,000,000ទៅ$20,000ប៉ុន្តែម៉ាស៊ីនរបស់គេនៅជាប់អញ្ចឹងហើយគេអត់មានមនុស្សមកមើលទេក្នុងមួយអាទិត្យ manager គេចូលមកតែ2ដងទេចូលមកគ្រាន់តែមើលថាកន្លែងនេះវាស្អាតអត់ប្រម៉ូទសម្រាប់ប្រម៉ូទអីឲ្យវាក្លិនក្អូបខ្លួនអីប៉ុន្តែគេអត់មកធ្វើការប្រចាំនៅនឹងទេគឺមនុស្សមកយកលុយមិនចុះបើសិនថាអ្នកឯងដាក់មិនហើយទៅយកអាវទៅវិញទៅអត់មានយកលុយអត់មានឲ្យលុយយើងមែនទេនៅស្រុកគេប្រើកាក់ទី1អញ្ចឹងគេអ្នក manager គេមកគេប្រម៉ូទកាក់ឲ្យគេទៅហើយបន្ទាប់មកទៀតគឺគេប្រើ credit card គេប្រើអា Visa card របស់យើងនឹងដាក់ទៅបង់លុយទៅហើយបន្ទាប់មកគេអាប់លុយហើយយើងដាក់ម៉ាស៊ីននឹងដើរយកមកអាហ្នឹងវិធីច្នៃប្រឌិតរបស់គេហើយម៉ាស៊ីនរបស់គេនៅជាប់ក្នុងអញ្ចឹងទាំងអស់អញ្ចឹងអត់អាចទៅឆ្កឹះទៅកោះយកម៉ាស៊ីនរបស់គេបានទេអញ្ចឹងហើយទន្ទឹមនឹងហ្នឹងគេអត់ប្រើមនុស្សអ៊ុតដូចយើងទៀតគេមានតែម៉ាស៊ីនសម្ងួតម៉ាស៊ីនសម្ងួតនឹងដាក់ទៅវាសម្ងួតមួយខ្យល់ហើយទាញមកកៅអៅនឹងត្រង់ហើយស្រេចគេអ៊ុតនៅក្នុងនឹងហ្មងអញ្ចឹងអ្នកទាំងអស់គ្នាឃើញអត់គេចំណាយប្រហែលជាខ្ទង់$7,000 $10,000ប៉ុន្តែគេរកចូលមកវិញក្នុងមួយឆ្នាំ$20,000ដែលអត់មានអ្នកនៅនឹងឯងអត់មានបុគ្គលិកម្នាក់ឯងងាយស្រួលក្នុងការគ្រប់គ្រងមែនទែនហើយក្នុងមួយឆ្នាំគេរកបាន$20,000ហើយសាខាគឺគេពង្រីកសាខាបានច្រើនមែនទែនអ្នកទាំងអស់គ្នាអាចចូលទៅ check Laundromat គឺជា franchise របស់អាមេរិកគឺគេចាប់ផ្ដើមលក់ច្រើនមែនទែនអាហ្នឹងដូចថាកន្លែងខ្លះគេធ្វើសាប៊ូលក់ជាមួយគ្នានៅហ្នឹងហើយមានកន្លែងខ្លះឆ្លាតណាធ្វើកន្លែងលក់កាហ្វេនៅហ្នឹងហ្មងលក់កាហ្វេហើយធ្វើកន្លែងបោកកៅអៅនៅហ្នឹងទៀតដល់ពេលមនុស្សមកបោកកៅអៅគឺគេអង្គុយញ៉ាំកាហ្វេហ្មងអញ្ចឹងអ្នកទាំងអស់គ្នាឃើញវិធីគេឆ្លៀតរកចំណូលហើយអ្នកខ្លះដាក់កន្លែងអានសភៅនៅហ្នឹងហើយមនុស្សមកបោកកៅអៅមកអានសភៅនៅកន្លែងគេហ្នឹងហ្មងអញ្ចឹងលក់សភៅបានទៀតអ្នកខ្លះលក់ដូណាត់អ្នកខ្លះលក់កាហ្វេអ្នកខ្លះលក់បាយទៅអញ្ចឹងអ្នកខ្លះទៀតបើធ្វើកន្លែងលក់ popcorn នៅហ្នឹងអញ្ចឹងណានិយាយទៅឲ្យតែថាមាន business ដល់កន្លែងបោកកៅអៅហ្នឹងធម្មតានៅពេលដែលយើងដាក់បោកកៅអៅគឺត្រូវអង្គុយចាំ40នាទីទៅ1ម៉ោងដែរអញ្ចឹងម្ចាស់អគារហ្នឹងគេឆ្លៀតហ្មងគឺគេឆ្លៀតរកចំណូលជាមួយអាម៉ាស៊ីនបោកកៅអៅហ្នឹងគេដាក់កាហ្វេដាក់កន្លែងអានសភៅគេដាក់កន្លែងអង្គុយនិយាយគ្នាអញ្ចឹងកន្លែងហ្នឹងគេអាចឆ្លៀតរកចំណូលបានមួយបែបទៀតអ្នកទាំងអស់គ្នាឃើញអត់នេះគឺវិធីដែលគេឆ្លៀតរកលុយនៅក្នុងកន្លែងបោកខោអាវប៉ុន្តែទន្ទឹមនឹងហ្នឹងចង់ផ្ដោតមកវិញថាចំណុចពិសេសរបស់កន្លែងបោកខោអាវដែលខ្ញុំចូលចិត្តនេះគឺអត់ចាំប្រើបុគ្គលិកទេកន្លែង business នេះដូចនៅអាមេរិកនេះអត់មានត្រូវការបុគ្គលិកត្រូវការតែ manager ម្នាក់មួយអាទិត្យមកតែ2ដងមកប្រម៉ូទទៅលុយហើយចំណុចពិសេសរបស់វាអញ្ចឹងអ្នកទាំងអស់គ្នាប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍គួរណាស់តែចាប់ផ្ដើមជីវកម្មផ្នែកបោកអ៊ុតនេះវាស៊ីសងទៅលើទីតាំងវាអាស្រ័យលើទីតាំងបើសិនជាយើងរើសទីតាំងខុសគឺខុសហើយយើងត្រូវរើសទីតាំងកន្លែងណាដែលមានមនុស្សច្រើនប៉ុន្តែខ្ញុំគិតថា business នេះល្អខ្ញុំគិតថាក្នុងរយៈពេល5ឆ្នាំទៀតនឹងចាប់ដើមមានអា business បែបនឹងច្រើនអាម៉ាស៊ីនបោកអាវធំម៉ាស៊ីនសម្ងួតនៅនឹងអ្នកខ្លះមានតាំងពីកន្លែងដេកស្បែកជើងនៅក្នុងកន្លែងបោកអាវនឹងទៀតកន្លែងហ្នឹងបើសិនជាយើងគិតមែនតែនយើងអាចប្រមូល business មួយចំនួនមកធ្វើអាហ្នឹងដោយអមជាមួយអាកន្លែងបោកអាវនឹងបានណាខ្ញុំគិតថាចំណេញត្រូវចេះច្នៃប្រឌិត upgrade កន្លែងបោកអាវរបស់យើងឲ្យទៅជាកន្លែងដែលទំនើបហើយអត់ចាំបាច់មានប្រើបុគ្គលិកច្រើនទេប៉ុន្តែយើងអាចទាញចំណូលបានច្រើនអូខេអរគុណ